បាទជំរាបសួរដល់ពុកម៉ែបងប្អូនអរគ្នាបាទនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកណែពាក់ព័ន្ធទៅនឹងបញ្ហាពិភពលោកដែលលើកឡើងប្រទេសមួយពាក់ព័ន្ធនឹងបញ្ហាគឺប្រទេសបារាំងអញ្ចឹងនៅក្នុងប្រទេសបារាំងនេះកំពុងតែមានបាទភាពចលាចលដែលប្រជាពលរដ្ឋដែលគាត់ប្រឆាំងឬក៏តវ៉ាពាក់ព័ន្ធទៅនឹងគោលនយោបាយដែលវិធានការគោលនយោបាយហ្នឹងគឺតឹងរឹងពាក់ព័ន្ធទៅនឹងច្រើននៅក្នុងនោះក៏មានបញ្ហាការកើនឡើងបំណុលគោលនយោបាយសាធារណៈគោលនយោបាយសេដ្ឋកិច្ចហើយនឹងបញ្ហាផ្សេងៗទៀតដែលកើតនៅក្នុងនោះហើយចលនានៅបារាំងនេះគឺជាចលនា block everything ដែលពួកគាត់ធ្វើឡើងនៅប្រទេសបារាំងហ្នឹងហើយអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានៅបារាំងហ្នឹងគឺពិភពលោកគឺកំពុងតែជួបរឿងរ៉ាវច្រើនដូចជាសប្តាហ៍ថ្ងៃនេះតាំងពីប្រជុំនៅប្រទេសចិនប្រជុំស្កូប្រជុំ80ឆ្នាំនៃ anniversary ថាមកគប់80ឆ្នាំនៃប្រទេសចិនហ្នឹងក៏តាំងពីពេលនោះមកគឺបញ្ហានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ហ្នឹងប្រទេសអាស៊ីហើយនឹងអឺរ៉ុបអីចាប់ដើមមានបញ្ហាពាក់ព័ន្ធទៅនឹងការធ្វើបាតកម្មច្រើនជាពិសេសនោះគឺប្រទេសដែលកាន់របបសេរីហ្មងគឺបាតកម្មច្រើនហ្មងអញ្ចឹងចេញពីឥណ្ឌូនេស៊ីហើយក៏ចេញពីនេប៉ាល់ថ្មីចេញពីនេប៉ាល់ហើយឥឡូវចូលដល់បារាំងអញ្ចឹង next country នឹងប្រទេសណាទេអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានេះហើយមួយទៀតគឺនឹងមានរឿងរ៉ាវណាបញ្ហាច្រើនទៀតនៅថ្ងៃខាងមុខដែលយើងអាចតាមដានទាំងអស់គ្នាហើយខ្ញុំនឹងវីដេអូផ្ទាល់ខ្ញុំធ្វើពាក់ព័ន្ធទៅនឹងនេះពាក់ព័ន្ធទៅនឹង scope ពាក់ព័ន្ធនឹង GGI បាទសូមអរគុណ